សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការសង្ខេបបន្តិចទាក់ទងជាមួយនឹងរបាយការណ៍លទ្ធផលបោះឆ្នោតនៅប្រទេសថៃកាលពីម្សិលមិញនៅម៉ោងអាទិត្យម៉ោងយប់ម៉ោង9ជាងហ្នឹងគឺខ្ញុំចាប់ផ្ដើមធ្វើការតាមដានព័ត៌មានលទ្ធផលបោះឆ្នោតបឋមថៃក៏ផ្សាយមាននៅក្នុង website Date News ផងដែរឬក៏ channel សារព័ត៌មានដើម7អញ្ចឹងខ្ញុំធ្វើការសង្ខេបបន្តិចម៉ោងនេះគឺគណៈបករបស់ภูมิใจไทยរបស់លោកអនុទានឆាមរៈគុលនឹងបានប្រកាសថាខ្លួនទទួលបានលទ្ធផលខ្ពស់ហើយបាទលទ្ធផលច្រើនជាងគេនៅក្នុងសលេងសភាហើយជាក់ស្ដែងគឺលទ្ធផលបឋមបង្ហាញយ៉ាងមែនដោយបន្តមកគឺគណៈបកប្រជាជនឬក៏គណៈបកប្រជាជនរបស់លោកណាត់ភុងហើយបន្តមកទៀតគឺគណៈបកភឿថៃរបស់ក្មួយប្រុសលោកថាក់ស៊ីនស៊ីនវត្តាដែលឈរឈ្មោះបាទអញ្ចឹងយើងឃើញថាគណៈបកឥឡូវយើងមើលយើងគេមើលថាគណៈបកទាំង3ហ្នឹងសលេងនៅក្នុងបង្កើតរដ្ឋាភិបាលថ្មីឬក៏ជ្រើសរើសនាយករដ្ឋមន្ត្រីបានលុះតែ251សម្លេងបង្កើតនាយករដ្ឋមន្ត្រីបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីហើយនាយករដ្ឋមន្ត្រី form គណៈរដ្ឋមន្ត្រីដើម្បីធ្វើការបន្តទៀតអញ្ចឹង251សម្លេងនេះបើសិនជាយើងបូកគណៈបកធំទី2ឬក៏ទី3គណៈបកភឿថៃនិងគណៈបកប្រជាជនមួយគ្នាក៏អត់ទាន់គ្រប់251សម្លេងដែរដែលកន្លែងនេះត្រូវតម្រូវឲ្យគណៈបកពីរហ្នឹងត្រូវតែមានមួយមកធ្វើការជាមួយនឹងគណៈបករបស់លោកអនុទានឬក៏គណៈបកភូមិใจថៃហ្នឹងអញ្ចឹងភូមិใจថៃបន្ទល់មកនេះគឺទទួលបាន190ជាងសលេងបាទវាច្រើនមែនតើអញ្ចឹងបន្ថែមប្រជាជនឬក៏បន្ថែមគណៈបកភឿថៃទេគឺគាត់អាចបង្កើតគណៈរដ្ឋមន្ត្រីធ្វើការជាមួយគ្នាបានដែរដោយទន្ទឹមនឹងគណៈបកប្រជាជនឬក៏ប្រជាជនរបស់លោកណាត់តពុងបានប្រកាសខ្លួនឯងថាត្រៀមខ្លួនធ្វើជាគណៈបកប្រឆាំងរួចហើយអញ្ចឹងនៅក្នុងន័យនេះយើងអាចនិយាយបានថាគណៈបកភឿថៃជាប់លេខ1និងគណៈបកលេខយើងទី3សំទោសគណៈបកលេខ1គណៈបកភូមិใจថៃនឹងចាប់ដៃគ្នាជាមួយនឹងគណៈបកភឿថៃលេខយើងទី3បង្កើតទៅជាជ្រើសនាយករដ្ឋមន្ត្រីហើយក៏ដូចជា form គណៈរដ្ឋមន្ត្រីផងដែរដែលឡែកព័ត៌មានផ្លូវការទាក់ទងលទ្ធផលបោះឆ្នោតនឹងចេញផ្សាយមិនលើសពី60ថ្ងៃឬក៏ពោលគឺថ្ងៃទី9ខែមេសាឆ្នាំ2026នេះនឹងមានលទ្ធផលប្រកាសជាផ្លូវការទៅលើលទ្ធផលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្នុងសភាហើយថ្ងៃទី10ទៅ16គឺសមាជិករបស់គណៈបកមួយបង្ហាញវត្តមានហើយជ្រើសប្រធានសភានិងប្រធានរដ្ឋសភានិងអនុប្រធានរដ្ឋសភានៅក្រោយចូលឆ្នាំខ្មែរហើយបន្ទាប់មកនឹងមានរើសនាយករដ្ឋមន្ត្រីហើយនឹងបង្កើតជាគណៈរដ្ឋមន្ត្រីដើម្បីធ្វើការនៅក្នុងនេះផងដែរអញ្ចឹងនេះគឺជារបាយការណ៍លទ្ធផលបោះឆ្នោតនៅក្នុងប្រទេសថៃហើយទន្ទឹមនេះយើងអាចនិយាយបានថាប្រជាជនថៃនៅតែគ្រប់គ្រងទៅលើការសាមញ្ញផុតគឺយើងបានអានអត្ថបទក៏ដូចជាបកប្រែហើយគឺយើងឃើញថាលោកអនុទាននោះគឺជាប់ឆ្នោតដោយសារតែមានអរិយភាពទៅលើជាមួយនឹងប្រទេសខ្មែរគឺចំនួនព្រំដែនកម្ពុជាថៃតែម្ដងដែលធ្វើឲ្យលោកអនុទាននឹងបង្កើនប្រជាប្រិយភាពបានខ្ពស់លោកមែនតើទៅគណៈបកភឿថៃគណៈបកភូមិใจថៃរបស់លោកអនុទានហ្នឹងនៅបាតតារាងទេបងប្អូនទាំងគ្នាកាលពីអាណត្តិមុនទៅពេលអាណត្តិនេះដោយសារតែមានការគ្រប់គ្រងច្រើនទៅលើចំនួនកម្ពុជាថៃនិងការគ្រប់គ្រងព្រំដែនផងធ្វើឲ្យគាត់ទទួលបានសម្លេងច្រើនក្នុងន័យនេះខ្ញុំចង់បញ្ជាក់ថាបើសិនជាបងប្អូនប្រជាពលរដ្ឋខ្មែរខ្លះនៅតែមិនទាន់អាចកាត់ផ្ដាច់ទៅលើការប្រើប្រាស់របស់ថៃបានបងប្អូនគួរប្រឈប់ទៅប្រជាពលរដ្ឋគេស្វាគមន៍គេគ្រប់គ្រងក្នុងការវាយខ្មែរគណៈពេលដែលខ្មែរយើងខ្លះក៏តែពហិការរបស់ប្រើប្រាស់របស់ថៃសោះក៏ធ្វើទៅមួយក៏ជិះមិនបានរបស់ថៃខ្វះអីរបស់ចិនរបស់វៀតណាមរបស់ក្នុងស្រុកខ្មែរធំបំផុតរបស់ក្នុងស្រុកខ្មែរបង្កើតធ្វើគ្រប់គ្រងទៅទោះបីជាថ្លៃតិចវាមានរបស់ខ្លះថ្លៃរបស់ខ្លះថោកឯងប៉ុន្តែយើងគ្រប់គ្រងទៅជាតិសាសឯងវាជិះថៃមិនរួចទេកុំឲ្យវាជិះថៃមិនរួចហើយដូចលោកស្រីអភិបាលរងខានមួយយើងក៏ដើរគ្រប់ផ្សារទៅពេលហើយក៏នៅតែឃើញប្រជាពលរដ្ឋខ្មែរខ្លះនៅតែទាមទាររបស់ថៃថាអញ្ចឹងចុះហើយអាអ្នកដែលយកចូលមកហ្នឹងក៏នៅតែកិច្ចថៃមិនរួចទៀតគណៈពេលដែលព្រំដែនបានបិទហើយក៏នៅតែឆ្លៀតច្រឡោះប្រឡោះប្រឡែងណាយកលួចកិច្ចពុនកិច្ចអីយករបស់ថៃមកចូលទៀតជិះថៃមិនរួចគណៈពេលដែលថៃភ្លុកទឹកភ្លុកដីក៏ត្រូវអនុទានទៅលើព្រំដែនហ្នឹងទៀតអញ្ចឹងយើងសង្កេតមើលថានេះគឺជាឆន្ទៈរបស់ប្រជាពលរដ្ឋថៃព្រោះអនុទានជាប់ឆ្នោតគឺដោយសារតែអរិភាពជាមួយនឹងកម្ពុជាដូច្នេះពីខ្ញុំទៅសូមបងប្អូនទាំងអស់គ្នាប្រឈប់ទៅបាទគ្រប់ប្រទេសថៃទៅពេលឯកាលរបស់ថៃទៅជិះថៃឲ្យរួចព្រោះគេគ្រប់គ្រងបោះឆ្នោតហើយគេសម្ាញ់ផុតគេគ្រប់គ្រងបោះឆ្នោតក្នុងការថៃធ្វើកោតកម្មសំទោសធ្វើ
trên biên tật đầy khmai hay cái nạp về để khmai dưỡng chia là bỏ thay một hụi anh nói dương baนั่นคือคล้ายๆสำหรับprogress ในโครงการบอชนอตรัฐพลบอชนอตปฐมในโครงประเทศไทยเฮยในสร้างยมตามผมมีการเสริมมั้งในสร้างยมตามบอกประเด็นจั่วพายุภาษาในโครงการเปิดเลยให้บรรยมีมูลฐานใจให้อย่างนั้นโน้นมีไออัปเดตแท้ยังคือการวิดีโอจูนมาให้แยกวิดีโอนี่คือเอาไว้เดี๋ยวจะตุสนาบอลยมตัวจะจุดบอลบอลยมตัวมันเป็นโชว์ประจังสถาบันหรือคนดันในการอยู่ใบที่ก่อนจะจีบกันบอลยมตัวของเนี่ยเนี่ยตามดาปมมีไทยก็โดยเฉพาะเป็นเฉพาะรถแมวรูปมาสมบูรณ์